ខ្ញុំបាទជាមួយអៀកំស្រីជាដំបងសូមជម្រាបសួរបងប្អូនរួមជាតិពេញពិភពលោកជាពិសេសបងប្អូននៅក្នុងបណ្ដាញ Facebook និងបណ្ដាញ YouTube ជាទីគោរពនិងជាទីរាប់អានលើកនេះខ្ញុំឆ្លើយតបទៅខេមរៈបុរីជាស្រីកម្ពុជាក្បត់ជាតិដែលកម្ពុជាឯងមកសួរខ្ញុំពីរឿងថាខ្ញុំអួតរយៈកាលកន្លងមកខ្ញុំប្រើពាក្យតែ2ម៉ាត់ទេរវាងអួតហើយពិតទៅវិធិតនៅណាដូច្នេះសកម្មភាពខ្មែរយើងតែងតែនិយាយឈោទៅលើទស្សនៈគេបញ្ជាក់បង្ហាញទៅចោទតែគេអួតខ្ញុំនៅតែប្រើពាក្យតែ2ម៉ាត់ទេរវាងអួតហើយនឹងពិតទៅវិធិតនៅណាអ្វីដែលនិយាយហើយធ្វើឲ្យបានបញ្ជាក់ឲ្យឃើញអានឹងគេហៅថាការពិតហើយអាអ្នកនិយាយហើយធ្វើមិនបានមិនបញ្ជាក់ឲ្យឃើញអានឹងគេហៅអួតហើយរវាងអួតហើយនឹងបោកខុសគ្នាយ៉ាងម៉េចក៏នៅតែខុសគ្នាពី2ម៉ាត់តែខ្ញុំធ្លាប់បញ្ជាក់នៅក្នុងคลิปជាច្រើនសារជាច្រើនដងហើយរួចទៅហើយនេះខ្ញុំបញ្ជាក់បង្ហាញឲ្យបានច្បាស់លាស់រវាងអួតហើយនឹងបោកខុសគ្នាយ៉ាងម៉េចក៏ខុសគ្នាមួយជំហានដែរតែគណថាអ្នកដែលនិយាយអួតនិយាយហើយអត់បានយកអចលនៈទ្រព្យរបស់អ្នកណាអានឹងគេហៅថាអ្នកនិយាយអួតហើយអាអ្នកបោកវាខុសគ្នាយ៉ាងម៉េចអាអ្នកបោកនឹងគឺយកអចលនៈទ្រព្យរបស់គេអានឹងគេហៅបោកហើយបោកមាន2ទៀតគេហៅបោករូបិយនិងបោកអរូបិយមួយយ៉ាងបោកមើលឃើញហើយបោកមើលមិនឃើញអានឹងគេហៅថាបោកដែរបោកមើលឃើញយ៉ាងម៉េចគឺបោកយកអចលនៈទ្រព្យយកទ្រព្យសម្បត្តិអានឹងគេហៅថាបោកមើលឃើញបោកមើលមិនឃើញយ៉ាងម៉េចគឺបោកស្រីស្នេហ៍ដូច្នេះខ្ញុំនឹងបញ្ជាក់បង្ហាញឲ្យមីខេមរៈបុរីជាស្រីកម្ពុជាក្បត់ជាតិដែលជាចារកិច្ចយួនហ្នឹងចូលមកលូកលាន់ពីរឿង personal រឿងឯកជនរបស់ខ្ញុំឥឡូវនេះខ្ញុំនឹងឆ្លើយតបឲ្យទៅមីកម្ពុជាក្បត់ជាតិហើយមីជាចារកិច្ចរបស់យួនហើយក៏ជាគោលដៅពួកអវិធាំងសេនានៅពួកអរិជានិយមបល័យជាតិសាសន៍ដែលឈោលើកកតា4ឲ្យយួនហែកដីឲ្យចិនហែករ៉ែឲ្យខ្មែររងគ្រោះដោយសារអបិសាចស៊ីនោះនេះជារឿងមីកម្ពុជាក្បត់ជាតិមីខេមរៈបុរីហ្នឹងជាពួកជាចារកិច្ចយួនពេញទីហើយខ្ញុំចាក់បង្ហាញឲ្យបងប្អូនស្ដាប់ដូចតទៅបាទមីសួរលោកយាយតាពុំមីបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ជាទីគោរពថ្ងៃនេះខ្ញុំសូមឆ្លើយតបទៅនឹងចារកម្មយួនអេកំស្រីទៅលើចំណុចមួយចំនួនដូចតទៅចំណុចទី1ខ្ញុំបានមើលវីដេអូឃ្លីបរបស់ចារកម្មយួនអេកំស្រីនេះគេបានអួតខ្លួនគេថាគេធ្វើសប្ងៃនៅក្នុង Facebook នេះគឺដើម្បីផលប្រយោជន៍ជាតិការពារជាតិមិនបានទទួលចំណេញអ្វីទាំងអស់ពីសកម្មភាពសប្ងៃរបស់គេខ្ញុំបានបញ្ជាក់ប្រាប់នៅក្នុងឃ្លីបខ្ញុំច្រើនសារហើយខ្ញុំសប្ងៃនេះខ្ញុំអត់មានបានចំណូលមកពីខាងណាទេអ្វីដែលខ្ញុំលះបង់ពីអាជីវកម្មរបស់ខ្ញុំនេះខ្ញុំប្រាប់ឲ្យច្បាស់លាស់ពីអាជីវកម្មខ្ញុំជាវិស្វករទូទៅរហស្សនាមខ្ញុំដែលអ្នកនៅទីក្រុងម៉ែ4អ្នកដែលស្គាល់ខ្ញុំមួយចំនួនគេហៅខ្ញុំជាអ្នកដែលឯកទេស28ឯកទេសខ្ញុំចេះ28ឯកទេសហើយក្នុងក្បួនខ្នាតបើឯកទេសមួយគេអាចរៀនដល់4ឆ្នាំឯកទេសខ្លះរៀនដល់6ឆ្នាំនេះខ្ញុំបញ្ជាក់ប្រាប់ពីផ្នែកខាងឯកទេសរបស់ខ្ញុំហើយខ្ញុំក៏នៅក្នុងលក្ខណៈមួយអ្វីគេហៅថាខ្ញុំទៅឯកទេសដែលខ្ញុំចេះហ្នឹងតើខ្ញុំចេះអីខ្លះ28ឯកទេសហ្នឹងខ្ញុំនិយាយពីឡានពាក្យឡានមួយម៉ាត់ហ្នឹងវាមានច្រើនមានខាងផ្នែកខាងម៉ាស៊ីនផ្នែកខាងខាប៊ីខាងតួខាងបាញ់ថ្នាំខាងមេកានិកទូទៅហើយខ្ញុំចេះធ្វើមកចប់ហើយអ្វីដែលខ្ញុំចេះហ្នឹងខ្ញុំប្រើពាក្យតែ2ម៉ាត់ទេបើខ្ញុំទទួលហើយខ្ញុំធ្វើមិនកើតទេណាទូនាទីបងប្អូនមានតែមួយទេចង្អុលចំកណ្ដាលក្បាលហើយថ្ងៃក្រោយអាចជេរខ្ញុំបានចង្អុលចំកណ្ដាលក្បាលហើយតែថ្ងៃក្រោយកុំអោយនិយាយព្រុសដូចឆ្កែបើថាចេះចាំនិយាយហើយបើមិនចេះកុំអោយមកនិយាយដល់ទៅអួតអាងប្រាប់គេអានេះទូនាទីបើខ្ញុំនិយាយហើយខ្ញុំធ្វើមិនកើតអានេះក្នុង business នៅក្នុងអាជីវកម្មរបស់ខ្ញុំក៏ខ្ញុំបានបញ្ជាក់ប្រាប់ដែរខ្ញុំថា no good no pay បើខ្ញុំធ្វើហើយមិនបានស្អាតអានឹងមករៀលក៏ខ្ញុំអត់យកលុយដែរហើយបើខ្ញុំទទួលធ្វើហើយបើខ្ញុំធ្វើមិនបានទេទូនាទីបងប្អូនមានតែមួយទេជង្អុលចំកណ្ដាលក្បាលហើយថ្ងៃក្រោយថាកុំអោយដើរព្រុសដូចឆ្កែទៀតអានេះខ្ញុំនិយាយពីអ្វីដែលខ្ញុំចេះហើយខ្ញុំទទួលធ្វើអានេះខ្ញុំនិយាយពីផ្នែកខាងឡានហើយខ្ញុំនិយាយពីផ្នែកខាងសំណង់គឺខ្ញុំចេះទូទៅឈើថ្មដែក chemical ភ្លើង plumbing ហើយភ្លើងវាចែកចេញជាពីរ AC និង DC ហើយក្នុង AC វាមាន single phase ហើយនិង three phase ទៀតអានេះខ្ញុំចេះមកចប់មកហើយក៏ខ្ញុំបញ្ជាក់ប្រាប់អ្នកឯងឲ្យបានច្បាស់លាស់ទូនាទីអ្នកឯងមានតែមួយទេបើចង់បញ្ជាក់ថាខ្ញុំចេះឬមិនចេះហ្នឹងអ្នកឯងយកកិច្ចការមួយមកឲ្យខ្ញុំទទួលហើយបើខ្ញុំទទួលហើយខ្ញុំធ្វើមិនបានទេទូនាទីអ្នកឯងមានតែមួយទេជង្អុលចំកណ្ដាលក្បាលហើយថ្ងៃក្រោយអ្នកឯងជេរខ្ញុំដែរកុំឲ្យព្រុសដូចឆ្កែទៀតហើយកុំមកអួតអាងតែអ្នកឯងកុំឲ្យមកចោទតែអ្វីដែលអ្នកឯងមិនទាន់ឃើញសមត្ថភាពរបស់ខ្ញុំហើយអ្នកឯងមកថាខ្ញុំអួតខ្ញុំអត់មានអួតទេអ្វីដែលខ្ញុំនិយាយនេះគឺខ្ញុំបញ្ជាក់ប្រាប់អ្នកឯងឲ្យបានច្បាស់លាស់អានេះខ្ញុំចង់និយាយពីរឿងសមត្ថភាពរបស់ខ្ញុំរឿងដែលខ្ញុំចេះ28ឯកទេសហើយឯកទេសខ្ញុំដែលខ្ញុំនិយាយបញ្ជាក់ប្រាប់អ្នកឯងឲ្យបានច្បាស់អំពីចំណេះវិជ្ជាដែលខ្ញុំចេះគេហៅខ្ញុំ28ឯកទេសតែហើយហេតុអីបានខ្ញុំទម្លាក់ចោលពីព្រោះខ្ញុំគិតគូរពីផលប្រយោជន៍ជាតិខ្ញុំចង់បញ្យល់ជាតិឲ្យយល់អ្នកណាមកបំពេចបំផ្លាញជាតិវិបត្តិវិនិច្ឆ័យកម្មអស់70ឆ្នាំបណ្ដាលមកពីអ្នកណានេះជាហេតុផលដែលខ្ញុំត្រូវទម្លាក់កិច្ចការខ្ញុំមួយរយៈកាលហើយខ្ញុំមកបញ្យល់ជាតិឲ្យយល់អំពីបញ្ហាវិបត្តិនៅក្នុងសង្គមដូចខ្ញុំនិយាយចឹងខ្ញុំក៏ជាអ្នកជួសជុលសង្គមជួសជុលឲ្យសង្គមនឹងឲ្យមើលឃើញថាកន្លែងខុសកន្លែងខូចហើយក៏កន្លែងវិបត្តិនៅកន្លែងណានេះជាទូនាទីខ្ញុំចេញមកខ្ញុំជួយប្រជាពលរដ្ឋខ្ញុំលះបង់ដើម្បីអីគឺហេតុផលអស់ហ្នឹងដែលខ្ញុំចង់បញ្ជាក់បង្ហាញឲ្យមជ្ឈដ្ឋានជាតិនិងអន្តរជាតិឲ្យយល់ថាវិបត្តិសង្គមជាតិយើងគឺបណ្ដាលមកពីអបិសាចស៊ីនោះតែវិនិច្ឆ័យកម្មមហន្តរាយមកទល់សប្តាហ៍
នេះខ្ញុំចង់បញ្ជាក់ប្រាប់អ្នកឯងកុំឲ្យមកចោទថាពាក្យតែខ្ញុំអួតខ្ញុំអត់ទាន់អួតទេឥឡូវហ្នឹងអ្នកឯងដាក់ហើយខ្ញុំនឹងចាក់បន្ថែមទៀតអំពីបញ្ហាដែលអ្នកឯងសួរពីជីវៈរបស់ខ្ញុំហើយនឹងចំណូលរបស់ខ្ញុំបាទខ្ញុំមានសំណួរមួយចង់សួរលោកឯងនឹងពីអ្នកប្តីប្រពន្ធនេះអត់ធ្វើការរាល់ថ្ងៃនេះអត់ធ្វើការរាប់ខែមកហើយអូខេតើលោកឯងបានលុយយកមកពីណាយកមកចាយខ្ញុំជឿថាប្រទេសអូស្ត្រាលីអាមេរិកកាណាដាអីវាប្រហាក់ប្រហែលគ្នាទេជីវភាព lifestyle ហើយនឹង standard of living ប្រហាក់ប្រហែលគ្នាទេណាគ្រួសារមួយត្រូវតែបង់មកកិច្ចអានឹងបើសិនជាយើងនៅជាពាក់ផ្ទះគេត្រូវបង់ពន្ធផ្ទះត្រូវបង់ទឹកភ្លើងត្រូវបង់ car insurance ទិញមកហូបនិងគ្រប់គ្រងជីវភាពរស់នៅប្រចាំថ្ងៃទាំងអស់នឹងសរុបទៅយ៉ាងហោចណាស់ក៏ចំណាយ$1,300ទៅ$1,600ដែរមួយខែបើលោកឯងអត់មានទៅធ្វើការអីនៅអង្គុយតែមុខ computer ធ្វើ clip វីដេអូអញ្ចឹងតើលោកឯងបានលុយមកពីណាចាយបើលោកឯងហៅប្រាក់ចំណូលមិនបាននៅប្រទេសអ្នកមានចេះ high standard of living មិនមែនបានសេចក្តីថាលោកឯងរស់នៅ free ទេដូច្នេះខ្ញុំជឿថាលោកឯងទទួលបានការឧបត្ថម្ភឲ្យនៅផ្ទះធ្វើកិច្ចការអស់នេះហើយបើមិនមែនទេបញ្យលមហាជនទៅពីព្រោះគេក៏រស់នៅអាមេរិកអូស្ត្រាលីកាណាដាអីគេមានការទទួលខុសត្រូវដូចគ្នាមាន bill pay អត់ឈប់ខ្ញុំប្រាប់ទៅមានកម្ពុជាក្បត់ជាតិខេមរៈបុរីជាស្រីកម្ពុជាក្បត់ជាតិនឹងឯងស្ដាប់ឲ្យច្បាស់លាស់ជីវភាពរបស់ខ្ញុំមកដល់អូស្ត្រាលីជិត30ឆ្នាំហើយសមត្ថភាពខ្ញុំជាវិស្វករទូទៅខ្ញុំប្រាប់ឲ្យច្បាស់លាស់ពីចំណូលរបស់ខ្ញុំពីមួយខែ$5,000ទៅ$10,000ពីផ្នែកអាជីវកម្មរបស់ខ្ញុំនេះខ្ញុំប្រាប់ពីផ្នែកហើយខ្ញុំបានបញ្យល់ប្រាប់ហើយខ្ញុំចេះ28ឯកទេសហើយខ្ញុំបាននិយាយពីមុនមកខ្ញុំគឺផ្នែកខាងជួសជុលឡានជាងជួសជុលឡានទូទៅខ្ញុំនិយាយឡានដូចខ្ញុំបានប្រាប់ហើយឡានខ្ញុំចេះមកចប់ហើយឡានវាមានច្រើនប្រភេទខាង mechanic ខាង panel beating ខាង spray painter ដូច្នេះខ្ញុំចេះទាំងអស់ហើយខ្ញុំប្រើពាក្យតែពីរម៉ាត់ទេបើខ្ញុំនិយាយហើយខ្ញុំធ្វើមិនបានទូនាទីបងប្អូនមានតែមួយទេចង្អុលចំកណ្ដាលក្បាលហើយថ្ងៃក្រោយកុំឲ្យព្រុសដូចឆ្កែអានេះខ្ញុំនិយាយពីផ្នែកខាងអាជីវកម្មហើយអ្វីដែលខ្ញុំចេះហើយនឹងឲ្យពាក្យមួយទៀតបើខ្ញុំនិយាយហើយខ្ញុំធ្វើមិនបានធ្វើមិនស្អាតអានឹងបងប្អូនមិនបាច់ឲ្យលុយទេអានេះខ្ញុំចង់និយាយពីផ្នែកខាងសមត្ថភាពអ្វីដែលខ្ញុំចេះហើយចំណុចដែលបន្ថែមទៀតឥឡូវនេះខ្ញុំដូរពីផ្នែកខាង mechanic ខាងឡានខ្ញុំមកធ្វើខាងផ្នែកខាង builder បានជា general engineer ទូទៅអ្នកឲ្យចង់ស្អីក៏ដោយដាក់អៀកំសែងធ្វើបានទាំងអស់ហើយអៀកំសែងប្រើពាក្យតែពីរម៉ាត់ទេ no good no pay ដូច្នេះចំណុចដែលខ្ញុំបានចង់បានបញ្ជាក់ហ្នឹងបើខ្ញុំទទួលកិច្ចការណាមួយហើយបើខ្ញុំធ្វើមិនបានទេទូនាទីបងប្អូនមានតែមួយទេចង្អុលចំកណ្ដាលក្បាលហើយថ្ងៃក្រោយកុំឲ្យព្រុសដូចឆ្កែនេះខ្ញុំប្រាប់អ្នកឯងឲ្យច្បាស់លាស់ពីផ្នែកខាងអាជីវកម្មរបស់ខ្ញុំអានឹងខ្ញុំនិយាយខាង builder បានន័យថាជាទឹកភ្លើងថ្មឈើដៃ chemical អានឹងខ្ញុំនិយាយផ្នែកខាង builder ហើយនៅក្នុងប្រព័ន្ធ satellite ទៀតខ្ញុំក៏មានអាជីវកម្មផ្នែកខាង satellite sound system set up surround sound DTS ឬក៏ Dolby Digital អានឹងក៏ខ្ញុំចេះមកចប់ហើយខ្ញុំជាអ្នកដែលតម្លើង satellite ឲ្យបងប្អូននៅដែលរត់ខ្ញុំនៅនេះក៏ខ្ញុំជាអ្នកដែលតម្លើង satellite ដែរនេះខ្ញុំនិយាយពីផ្នែកខាងវិជ្ជាជីវៈខ្ញុំចេះ28ឯកទេសហើយក៏ដូចខ្ញុំប្រើពាក្យតែពីរម៉ាត់ដែរគេហៅថា no good no pay កុំឲ្យខ្ញុំថាខ្ញុំអួតបើអ្នកឯងចង់ដឹងថាខ្ញុំអួតឬមិនអួតអ្នកឯងយកមកអ្នកឯងចង់សួរពីអីអ្នកឯងចង់យកពីស្អីឲ្យខ្ញុំធ្វើហើយបើខ្ញុំទទួលធ្វើមិនបានទូនាទីអ្នកឯងចាំតែមួយទេចង្អុលចំកណ្ដាលក្បាលហើយថ្ងៃក្រោយកុំឲ្យព្រុសដូចឆ្កែទៀតនេះទូនាទីអ្នកឯងចាំតែចង្អុលហើយចាំតែជេរខ្ញុំទៅបើសិនជាឯងឲ្យខ្ញុំធ្វើហើយខ្ញុំទទួលធ្វើហើយបើខ្ញុំធ្វើមិនបានទេទូនាទីអ្នកឯងចាំតែចង្អុលហើយជេរទៅនេះខ្ញុំប្រាប់កុំឲ្យអ្នកឯងប្រើពាក្យថាខ្ញុំអួតខ្ញុំអត់បានអួតទេអានេះរហូតទៅដល់ខ្ញុំប្រាប់អ្នកឯងឲ្យច្បាស់លាស់អ្វីដែលខ្ញុំចេះបន្ថែមទៀតម៉ាស៊ីនរីទូទឹកកកម៉ាស៊ីនរោងចក្រម៉ាស៊ីនអីក៏ខ្ញុំចេះរហូតទៅដល់គេហៅថាវិជាសាស្ត្រនយោបាយអ្វីដែលថាពីបណ្ដាញមួយបំណែកទៀតនៅក្នុងទម្រង់ទម្រាយនៅរឿងសាសនាដូចជាខ្ញុំអាចបញ្ជាក់បង្ហាញឲ្យអ្នកឯងបានច្បាស់ដូចនេះអ្នកឯងបើចង់ដឹងថាពីរឿងអីចេញមកបណ្ឌិតណាក៏បានដែរហើយនិយាយពីរឿងវិជាសាស្ត្រនយោបាយអ្នកឯងចង់ប្រកួតប្រជែងពីបញ្ហាប្រវត្តិរបស់នៅស្រុកខ្មែរជាកំសែងអាចប្រកួតប្រជែងបានអានេះហើយដល់ច្បាប់ថែមទៀតអានេះខ្ញុំក៏នឹងបញ្ជាក់ប្រាប់អ្នកឯងឲ្យបានច្បាស់កុំឲ្យប្រើពាក្យថាខ្ញុំអួតអានេះខ្ញុំក៏នឹងបញ្ជាក់ប្រាប់ដែររវាអួតតែពិតទៅណាខ្ញុំបានបញ្ជាក់ហើយដូចជាខ្ញុំក៏នឹងខ្ញុំសូមបញ្យល់ប្រាប់បងប្អូនមួយចំនួនបន្ថែមទៀតកុំឲ្យប្រើពាក្យមួយចេះឯងឲ្យក្រែងចេះគេខ្ញុំអត់ចេះក្រែងអ្នកណាមួយទេនេះខ្ញុំប្រាប់ឲ្យច្បាស់លាស់ខ្ញុំអត់ចេះក្រែងអ្នកណាទេបើសិនជាអ្នកនឹងចេះជាងខ្ញុំគោរពអ្នកនឹងតែខ្ញុំអត់ក្រែងអ្នកនឹងទេហើយកុំឲ្យយកប្រើទស្សនៈអាចចេះឯងឲ្យក្រែងចេះគេនឹងធ្វើឲ្យសង្គមជាតិខ្មែរយើងធ្វើឲ្យមនុស្សមិនហ៊ាននិយាយស្ដីខ្លាចគេចុះខ្លាចឡើងអាខ្លាចនឹងឲ្យធ្វើឲ្យសង្គមជាតិយើងទន់ខ្សោយមកពីប្រើពាក្យឲ្យចេះឯងឲ្យក្រែងចេះគេអាក្រែងនឹងដែលខ្លាចគេនោះដូចចេះនៅក្នុងទស្សនៈខ្ញុំចេះឯងអ្នកណាចេះអីក៏ចេះទៅយើងចេះអីក៏យើងចេះទៅក៏ប៉ុន្តែបើគេអ្នកចេះជាងយើងត្រូវតែគោរពគេអានេះវាខុសពីពាក្យរឯងគេអារឯងបាននេះខ្លាចគេអៀកំសែងអត់ចេះខ្លាចអ្នកណាទេហើយបើសិនជាអ្នកឯងចេះជាងអៀកំសែងដល់ពិតប្រាកដអៀកំសែងទទួលស្គាល់ថាអ្នកចេះហើយអានេះខ្ញុំនឹងគោរពទៅវិញអានេះខ្ញុំបញ្ជាក់ប្រាប់ឲ្យបានច្បាស់លាស់អានេះខ្ញុំនិយាយពីរឿងអាជីវកម្មសមត្ថភាពនៅការចេះដឹងរបស់ខ្ញុំអានេះខ្ញុំចង់បញ្យល់អ្នកឯងឲ្យបានច្បាស់លាស់ខ្ញុំមិនរីរ៉ាប់ច្រើនទេហើយខ្ញុំចង់បញ្ជាក់បន្ថែមឲ្យអ្នកឯងឲ្យយល់ថែមទៀតជីវិតនៅការរស់នៅហេតុអីបានខ្ញុំទម្លាក់មុខរបរខ្ញុំចោលដូចខ្ញុំបានបញ្យល់ប្រាប់ហើយសង្គមជាតិយើងជួបនៅវិបត្តិវិនាសកម្មមហន្តរាយទាំងអស់ដោយសារមកអស់រយៈកាលរាប់សិបឆ្នាំហើយគ្មានអ្នកណា
ណាទម្លុះអាកំបាំងអស់នឹងគ្មានអ្នកណានិយាយពីការពិតចេះតែធ្វើឲ្យសង្គមជាតិយើងភ្លេចលង់បាត់បង់កាន់តែជ្រៅទៅហើយក៏ខ្ញុំបានបញ្ជាក់ប្រាប់ហើយដូចយាយកញ្ចាស់មុខងាប់ហ្នឹងដែលតែងមកនិយាយខ្ញុំថាហេតុអីប្រមាណអាណត្តិហើយមិនចេញជំនាន់ពីមុនយើងអត់មានបណ្ដាញសត្វឡាយយើងអត់មានអ៊ីនធឺណិតអ្វីដែលយើងចង់និយាយគឺខ្ញុំចេញមកខ្ញុំក៏ជាអ្នកវិភាគនយោបាយនៅក្នុងវិទ្យុខ្មែរម៉ែប៉ុស្តិ៍ក៏ប៉ុន្តែខ្ញុំជាអ្នកវិភាគនយោបាយនៅក្នុងវិទ្យុខ្មែរប៉ុស្តិ៍ហ្នឹងវាអត់មានពេលវេលាដែលត្រូវបញ្យល់អស់ហ្នឹងគេអត់ឲ្យយើងបញ្យល់ទេគេអត់ឲ្យយើងនិយាយគេហាមយើងនិយាយតែវាខុសដោយឡែកពីយើងខ្ញុំចង់និយាយនៅក្នុងបណ្ដាញ Facebook ហើយអ៊ីនធឺណិតសប្តាហ៍គឺយើងមានពេលវេលាហើយមានពេលវេលាដែលយើងត្រូវបញ្ចេញនេះខ្ញុំចង់បញ្ជាក់បង្ហាញឲ្យអ្នកឯងឲ្យយល់ច្បាស់ហើយអ្នកឯងថាជីវភាពដែលរស់នៅ standard គេឲ្យតម្លៃធម្មតាទេប្រទេសណាក៏ដូចប្រទេសណាមនុស្សណាក៏នៅណាហើយបុគ្គលណាក៏នៅតែរស់នៅជាអចិន្ត្រៃយ៍ប្រចាំការដែរតែអានេះស្ថិតទៅលើសមត្ថភាពតើបើសិនជាខ្ញុំដាក់ចោលមួយឆ្នាំឬក៏2ឆ្នាំតើខ្ញុំមានលទ្ធភាពចិញ្ចឹមខ្លួនឯងបានឬក៏អត់ស្អីក៏ដោយមនុស្សដល់តែមានលក្ខណៈដែលមានសមត្ថភាពនិងសក្តានុពលខ្ពស់បានអាចយកជំនាញអស់នឹងបានខ្ញុំសូមសួរថាអ្នកណាដែលមានសមត្ថភាពយកបាន28ឯកទេសអ្នកណាដែលឥឡូវខ្ញុំចង់ចេញមកអ្នកណាក៏ដោយបណ្ឌិតណាក៏ដោយចេញមកហើយបើសិនជាយកមកឲ្យអៀកំសេងធ្វើហើយនិយាយស្អីមកហើយបើអៀកំសេងធ្វើមិនបានទេបញ្ជាក់មិនកើតទេទូនាទីបងប្អូនមានតែមួយទេជើងអុលចំកណ្ដាលក្បាលតែកុំឲ្យមកចោតប្រកាន់ថាខ្ញុំអួតអ្នកឯងឲ្យគេធ្វើសិនហើយបើអ្នកឯងចង់ចេះថាអ្នកឯងចេះជាងខ្ញុំអ្នកឯងមកបង្ហាញខ្ញុំមកអ្នកឯងយកស្អីយកមកប្រកួតប្រជែងមួយអៀកំសេងមក28ឯកទេសផ្នែកខាងសំណង់ខាង electrical ខាង plumbing ខ្ញុំចេះទាំងអស់ផ្នែកខាងចែកវិទ្យាអ្នកឯងចង់ប្រកួតខ្ញុំអាចប្រកួតបានអានេះខ្ញុំចង់និយាយពីរឿងពីជីវភាពដែលខ្ញុំរស់នៅក៏ប៉ុន្តែបានហេតុបានខ្ញុំទម្លាក់ចោលពីព្រោះខ្ញុំមើលឃើញសកម្មភាពជាតិកំពុងតែជួបនៅភាពមហន្តរាយកំពុងតែត្រូវការអ្នកដែលយល់ដឹងពីសង្គមត្រូវការពន្យល់ជាតិឲ្យយល់តើអ្នកណាជាឃាតករសម្រាប់ជាតិខ្មែរយើងហេតុអីបានខ្មែរយើងរងទុក្ខវិបត្តិបាត់បង់ទឹកដីមកទល់នឹងសពថ្ងៃបណ្ដាលមកពីអ្នកណាកន្លែងហ្នឹងហើយបានអៀកំសេងសុកចិត្តដាក់សម្ពាយយកមកពន្យល់ប្រជាជាតិឲ្យយល់អំពីបញ្ហាទាំងអស់ហ្នឹងឥឡូវខ្ញុំពន្យល់ខេមរៈបុរីមានកម្ពុជាចោលក្បត់ជាតិអស់ហ្នឹងឥឡូវចូលមកដល់ទស្សនៈដែលខ្ញុំចង់បញ្ជាក់ម្ដងឥឡូវចូលមកដល់រឿងខេមរៈបុរីសប្តាហ៍ថ្ងៃរស់នៅប្រទេសកាណាដាអានឹងតាមអ្នកឲ្យការខ្ញុំថាខេមរៈបុរីសប្តាហ៍ថ្ងៃហ្នឹងរស់នៅកាណាដាហើយអត់ទាន់មានគ្រួសារទេហើយអ្វីខេមរៈបុរីដែលមករស់នៅកាណាដាហ្នឹងគឺក្រោមការគ្រប់គ្រងរបស់អារ៉ានរិទ្ធបានន័យថាខេមរៈបុរីជាសហាយរបស់អារ៉ានរិទ្ធតាំងពីដើមមករហូតទទួលអារ៉ានរិទ្ធបានបញ្ជូនខេមរៈបុរីមករៀននៅប្រទេសកាណាដាពីព្រោះអ្នកឲ្យការហ្នឹងគេស្គាល់ខេមរៈបុរីហ្នឹងច្បាស់ណាស់អញ្ចឹងហើយបានវាជាសហាយស្មន់របស់អារ៉ានរិទ្ធអាហ្នឹងចំណុចដែលគេឲ្យការមកហើយបន្ទាប់មកវារស់នៅក្នុងកាណាដាដែលអារ៉ានរិទ្ធចិញ្ចឹមក្នុងមួយខែគឺ$2000ដែលចិញ្ចឹមខេមរៈបុរីដែលនៅកាណាដាហ្នឹងហើយវាសប្តាហ៍ហ្នឹងទំនាក់ទំនងជាមួយនឹងអារ៉ានរិទ្ធបន្តទេហ្វូនអត់ដែលដាច់ទេហើយក៏ជាអ្នកដែលឲ្យជាអ្នកក្រុមប្រឹក្សានយោបាយមួយបំណែកហើយក៏ជាអ្នកក្រុមប្រឹក្សាលើក្រេមួយបំណែកធំដែរអាហ្នឹងយើងនិយាយឲ្យចំពីរឿងខេមរៈបុរីជាមួយនឹងអារ៉ានរិទ្ធអាហ្នឹងដែលគេឲ្យការមកលើខ្ញុំហើយរវាងឪពុកម្ដាយវាក្រុមគ្រួសារសាច់ញាតិវាទំនាក់ទំនងទៅចិត្តដិតជាមួយនឹងអារ៉ានរិទ្ធអញ្ចឹងហើយបាននៅក្នុងគោលដៅនយោបាយជំរុញនយោបាយមកទូនសប្តាហ៍គេឲ្យការមកវាជាអ្នកជំរុញអារ៉ានរិទ្ធឲ្យបើកគណៈបកនឹងឡើងដោយវាឈរទៅលើជំហរនយោបាយខេមរៈបុរីវាចូលទៅដល់គៀកក្នុងគណៈបកសង្គ្រោះជាតិហើយវាបន្លំខ្លួននៅក្នុងគណៈបកសង្គ្រោះជាតិវាថាវានឹងជាអ្នកដែលស្រឡាញ់គណៈបកសង្គ្រោះជាតិតែវាទាញគណៈបកសង្គ្រោះជាតិឲ្យទៅចោះចូលជាមួយនឹងអារ៉ានរិទ្ធនេះជាគោលនយោបាយខេមរៈបុរីវាបើកគណៈបកនឹងដើម្បីទៅគ្រប់គ្រងគណៈបកសង្គ្រោះជាតិលើកដំកើងអាសំរងស៊ីយកអាសំរងស៊ីយកទៅចោះចូលជាមួយអារ៉ានរិទ្ធដើម្បីពង្រឹងនៅអំណាចរាជានិយមនេះដែលគោលបំណងរបស់ខេមរៈបុរីហើយគឺជាទីប្រឹក្សាក៏ជាសហាយនៅលើក្រេជាមួយនឹងអារ៉ានរិទ្ធដែរកន្លែងហ្នឹងហើយដែលវាជំរុញឲ្យអារ៉ានរិទ្ធហ្នឹងបើកនៅគណៈបកដើម្បីថ្ងៃក្រោយគឺបំណងវាគឺទាញគណៈបកសង្គ្រោះជាតិទៅចូលរួមជាមួយនឹងអាគណៈបកអារ៉ានរិទ្ធនេះជាគោលបំណងរបស់ខេមរៈបុរីឈរលើជំហរអីចំណុចហ្នឹងហើយរយៈកាលកន្លងមកវាតែងតែជំរុញនយោបាយវាតែងតែបញ្យលបង្អាក់ប្រជាពលរដ្ឋបង្អាក់វិស្មារតីអ្នកស្នេហាជាតិមួយចំនួនកុំឲ្យងើបឡើងដើម្បីធ្វើបាតកម្មកុំឲ្យងើបឡើងតវ៉ាឲ្យបងប្អូនរក្សាសេចក្តីស្ងៀមស្ងាត់សេចក្តីសុខកុំឲ្យមានងើបឡើងធ្វើអីទាំងអស់ដើម្បីវាថាខ្លាចឲ្យប្រជាពលរដ្ឋស្លាប់នឹងហ្នឹងជាគោលដៅដែលវាដើរដើម្បីវាចង់ពង្រឹងអំណាចនៅក្នុងរាជវង្សានុវង្សវាជាក្រុមនៅក្នុងជាមួយនឹងអារ៉ានរិទ្ធនៅក្នុងគណៈបករាជាដែលឈរទៅលើជាមួយនឹងអារ៉ានរិទ្ធមិនទាំងទីប្រឹក្សានយោបាយទេក៏ជាទីប្រឹក្សាលើក្រេទៀតនេះខេមរៈបុរីជាស្រីកម្ពុជាក្បត់
ជាតិហើយដែលវាចូលមកនៅក្នុងគណៈបកសង្គ្រោះជាតិហ្នឹងវាអូសទាញវាជំរុញនយោបាយបង្អាក់នយោបាយកុំឲ្យគេនាំគ្នាធ្វើបាតកម្មកុំឲ្យគេធ្វើសកម្មភាពវាធ្វើឲ្យគេស្ងប់ស្ងាត់ទាំងអស់ដោយសារអីដោយសារវានឹងលើកនៅពេលគណៈបកសង្គ្រោះជាតិហ្នឹងត្រូវការទាញនៅទ្រឹស្ដីមួយបង្រួបបង្រួមជាតិនៅពេលដែលយកទ្រឹស្ដីបង្រួបបង្រួមជាតិហ្នឹងដូច្នេះវាត្រូវទាញគណៈបកអារាណរិទ្ធហ្នឹងឲ្យចូលនៅក្នុងគណៈបកសង្គ្រោះជាតិពីព្រោះសង្គ្រោះជាតិបានប្រើពាក្យមួយបង្រួបបង្រួមជាតិមិនយកខ្មែរណាធ្វើជាសត្រូវកន្លែងហ្នឹងហើយដែលជាគោលដៅរបស់មីខេមរៈបុរីវាឈលលើជំហរវាចេញមកវាវាយអ្នកស្នេហាជាតិដើម្បីអីដើម្បីគោលបំណងវាចង់រក្សាពួកអារាជវង្សានុវង្សជាពិសេសវាចង់រក្សាគណៈបកសហាយវាឈ្មោះអារាណរិទ្ធហ្នឹងនេះតែខ្ញុំចង់បញ្ជាក់បង្ហាញឲ្យបងប្អូនឲ្យបានច្បាស់លាស់អ្នកគេឲ្យការនៅក្នុងចេញមកពីស្រុកខ្មែរដែលគេឲ្យការមកខ្ញុំជាបំណងរបស់មីខេមរៈបុរីជាស្រីកំពូចក្បត់ជាតិវាជាក្នុងជួររាជវង្សានុវង្សចំណុចហ្នឹងហើយវាខំរក្សានៅរបបរាជានិយមវាលើកតម្កើងអាបីសាយស៊ីនោះអ្វីដែលក៏ដោយយើងមើលសកម្មភាពនយោបាយប្រទេសជាតិមកទល់សប្តាហ៍ថ្ងៃអ្វីដែលវិនិច្ឆ័យកម្មមហន្តរាយដោយសារអាបីសាយស៊ីនោះវិនិច្ឆ័យកម្មមហន្តរាយទឹកដីដែលបាត់បង់អ្វីទាំងអស់ស្ថិតនៅលើអាបីសាយស៊ីនោះឥឡូវនេះមីខេមរៈបុរីហ្នឹងវាជាសហាយលើក្រែកជាមួយនឹងអារាណរិទ្ធឥឡូវវាចេញមកវាបង្ហាញមុខវាការពារអាហ្នឹងហើយដែលខ្ញុំអៀកំសែងចេញមកវាយរលអ្នកនយោបាយអ្នកអាគាំទ្រអាបីសាយស៊ីនោះហ្នឹងឥឡូវឲ្យបងប្អូនយើងនាំគ្នាចាប់អារម្មណ៍ទៅឲ្យតែពួកអាកំពូចក្បត់ជាតិដែលគាំទ្រអាបីសាយស៊ីនោះហ្នឹងជាពិសេសពួកអស់ហ្នឹងមិនដែលចេញមុខមកនិយាយបើកចំហពេញលក្ខណៈនៃការនិយាយស្ដីទេវាតែងតែនិយាយបិទបាំងលបោតបងប្អូនឆែកមើលទៅបើមិនយកមុខមកបិទឮតែសំឡេងយកឈ្មោះគេឈ្មោះនេះឈ្មោះនោះដាក់ដើម្បីវាការពារអាស្ដេចតែរឿងហេតុផលការពិតបញ្យលជាតិឲ្យច្បាស់លាស់ឲ្យវាអត់មានទេពីព្រោះវាដឹងហើយវាដឹងថាអាបីសាយស៊ីនោះសម្រាប់មនុស្សតែវានៅតែគាំទ្រទៀតដូចខ្ញុំបានបញ្ជាក់អញ្ចឹងបើបងប្អូនដឹងថាអាបីសាយវាជាឃាតករហើយយើងនៅគាំទ្រទៀតអានឹងហើយដែលយើងចូលរួមបត់ជាតិជាមួយនៅអាបីសាយស៊ីនោះហ្នឹងកន្លែងហ្នឹងហើយដែលខ្ញុំហៅថាពាក្យហៅថាក្បត់ជាតិចំណុចដែលខ្ញុំចង់បញ្យលបងប្អូនប្រាប់ឲ្យច្បាស់លាស់អំពីពាក្យក្បត់ជាតិបើយើងដឹងតែគេក្បត់ហើយយើងនៅតែចូលរួមជួយគេទៀតអានឹងហើយយើងរួមចំណែកក្បត់រួមនឹងគំនិតក្បត់អានឹងហើយគេហៅថារួមគំនិតក្បត់គេស្មើនឹងក្បត់ជាតិហើយអ្វីក៏ដោយបើបងប្អូនមិនទាន់ដឹងមិនទាន់យល់អានឹងបងប្អូនអត់ខុសទេអ្វីដែលហៅថាក្បត់ជាតិដល់រាបណាតែយើងដឹងយើងយល់ហើយយើងនៅតែប្រព្រឹត្តទៀតអានឹងហើយបើហៅថាក្បត់ជាតិនោះមិនបាច់ចាំយើងទៅសម្លាប់ផ្ទាល់ទេពីព្រោះយើងគ្រប់គ្រងអ្នកដែលសម្លាប់អានឹងក៏ស្មើនឹងគេហៅថាក្បត់ជាតិដែរនេះខ្ញុំចង់បញ្យលបងប្អូនឲ្យបានច្បាស់លាស់ពីព្រោះបើបងប្អូនមិនយល់ពីមនុស្សនឹងទេអានឹងវាអត់ខុសទេកន្លែងហ្នឹងហើយដែលខ្ញុំចង់បញ្យលបញ្ជាក់បង្ហាញឲ្យបងប្អូនឲ្យបានច្បាស់លាស់អំពីខេមរៈបុរីគេហៅថាជាស្រីកំពូចក្បត់ជាតិពីព្រោះវាជាសហាយរបស់អារាណរិទ្ធនេះដែលខ្ញុំចង់បញ្ជាក់បង្ហាញឲ្យបានច្បាស់លាស់ហើយសកម្មភាពវាដើរវាយអ្នកដែលស្នេហាជាតិទាំងអស់នៅក្នុងបណ្ដាញ Facebook តែអ្នកឯងកុំភ្លេចណាអ្នកឯងជួបអៀកំសែងណាអ្នកឯងធ្ងន់ធ្ងរហើយគេហៅថាមីកំពូចក្បត់ជាតិអៀកំសែងមិនអាចលើកលែងបានទេមីកំពូចក្បត់ជាតិវាក្បត់ទាំងពូជវាម្ដាយវាឪពុកវាគោះនៅក្នុងរាជានិវង្សានុវង្សទាំងអស់ហើយក៏ជាក្រុមសហាយជាមួយអារាណរិទ្ធអញ្ចឹងហើយបានវាជំរុញអារាណរិទ្ធហ្នឹងឲ្យជំរុញឲ្យបើកគណៈបកដោយសារអីដោយសារវាចង់យកសង្គ្រោះជាតិយកទៅចូលរួមជាមួយនឹងអារាណរិទ្ធនេះជាបំណងរបស់ខេមរៈបុរីនេះដែលខ្ញុំចង់បញ្ជាក់បង្ហាញឲ្យបានច្បាស់លាស់ហើយជាពិសេសថែមទៀតមីខេមរៈបុរីដែលវាមើលឃើញហើយវាបញ្យលទៅដល់អារាណរិទ្ធជាអាកំពូចថោកទាបវាប្រាប់សហាយវាប្រាប់ថាឥឡូវនេះវាមានអៀកំសែងជាកំពុងតែវាយទៅលើរាជានិយមជាទម្ងន់ដូចជាចំណុចហ្នឹងបើសិនជាចង់ដើម្បីពង្រឹងនៅអំណាចរាជានិយមឲ្យបានពិតប្រាកដឲ្យបានត្រឹមត្រូវឲ្យបានខ្លាំងដល់រាបណាតែកំចាត់អៀកំសែងចេញដូចជាគ្មានជំហរអ្នកនយោបាយមួយណាហ៊ានចេញមុខមកទេដូចជាមីខេមរៈបុរីវាចេញមុខមកវាចង់កំចាត់អៀកំសែងចេញពីបណ្ដាញ Facebook ក្នុងសង្គមនយោបាយដូចជាកន្លែងហ្នឹងហើយដែលវាចេញមកវាលើកតម្កើងវាវាយគ្រប់คลิปរបស់អៀកំសែងក៏ប៉ុន្តែខេមរៈបុរីជាសេកកំពូចក្បត់ជាតិកំពូចជាសហាយរបស់អារាណរិទ្ធនាងកំពូចថោកទាបនាងឯងនាងឯងមើលភាពច្រឡំហើយមកចូលទៅលើទស្សនៈអៀកំសែងមិនងាយឲ្យនាងឯងវាយចេញដល់ងាយស្រួលទេមីកំពូចថោកទាបនាងឯងហ្នឹងបានតែបំរើណាតណ្ហាជាមួយនឹងអារាណរិទ្ធទេតែមិនអាចណាមកកំទេចអៀកំសែងចេញជាដាច់ខាតដូចជារដ្ឋសកម្មភាពនយោបាយនៅលើប្រទេសជាតិអៀកំសែងមើលឃើញច្បាស់ណាស់ពីសកម្មភាពនយោបាយនៅក្នុងប្រទេសសកម្មភាពត្រឹមតែសមត្ថភាពអារាណរិទ្ធហ្នឹងវាជាភាពកំសោយហើយជាមនុស្សអន់ជាងគេបំផុតនៅក្នុងសង្គមជាតិក៏នៅក្នុងពិភពលោកគ្មានអ្នកណាដែលគេទទួលស្គាល់គេហៅថាអាព្រាយរាណរិទ្ធជាកំពូចថោកទាបថោកតែមែនទេសូម្បីតែស្រីប្រពន្ធអ្នកណាក៏ដោយប្រពន្ធកូនចៅខ្លួនឯងក៏ហ៊ានទៅយកមិនទន្ទឹមមកពេលហ្នឹងមីខេមរៈបុរីជាកំពូចថោកទាបខំដដើម្បីចង់បាននៅតម្លៃកប់កើអស្ចារ្យឲ្យគេឲ្យតម្លៃក៏ប៉ុន្តែមីកំពូចថោកទាបឯងថោកទាបតែមែនទេអ្នកណាមិនយកគេស្រឡាញ់គ្រប់គ្នាតែមិនព្រមទៅយកគេទេតែចង់បញ្ចប់ទៅខំទៅយកអារាណរិទ្ធកំពូចថោកទាបថោកទាំងគ្រួសារវាទាំងអស់
ដោយសារអីដោយសារវាស្រឡាញ់ពួកអារាជានិយមសិតតែជាកម្ពុជាថោកទៀតធ្វើឲ្យប្រទេសជាតិជួបនៅភាពវិនាសមហន្តរាយគ្រប់បំណែកទាំងអស់សូមបងប្អូនរងចាំស្ដាប់ភាគទី8ជាភាគបន្តបាទសូមអរគុណ